ថាម៉េច700គីឡូស្មើនឹង100000ឯកតាត្រឹមតែរយៈពេល3ខែហ្នឹងចាបងប្អូនស្ដាប់អត់ច្រឡំទេត្រឹមរយៈពេល3ខែក្នុងឆ្នាំ2026 Eco Friendly ផលិតនិងចែកចាយរហូតដល់100000ឯកតាតួលេខនេះវាប្រកាសជាមិនច្រើនទេប៉ុន្តែបើសិនជាពួកយើងប្រៀបធៀបជាមួយនឹងផ្លាស្ទិកដែលយើងប្រើប្រាស់រាល់ថ្ងៃគឺជាចំណែកទូចមួយតែប៉ុណ្្នឹងឯងពួកយើងអង្កេតឃើញថាប្រជាពលរដ្ឋរបស់យើងគាត់សាកល្បងកាត់បន្ថយប្រើប្រាស់ថង់ផ្លាស្ទិកហើយងាកមកប្រើប្រាស់ផលិតផលដែលធ្វើដោយដៃហើយអត់ប៉ះពាល់ទៅលើបរិស្ថានទៀតមិនតែប៉ុណ្ណោះពួកគាត់ក៏អាចជួយចាស់នៅតាមភូមិពួកគាត់អត់មានចំណូលអីក្រៅពីប្រើប្រាស់កម្លាំងពួកគាត់ដើម្បីទារចំណូលខ្លះៗសម្រាប់ពួកខ្ញុំគិតថាវាជាចំនួនមួយដ៏ធំធេងតែមិនត្រឹមតែអាចកាត់បន្ថយប្រើប្រាស់ថង់ផ្លាស្ទិកទេតែអាចជួយចាស់នៅតាមសហគមន៍បានយ៉ាងច្រើនអ្នកទៀតផងហើយពួកយើងពិតជាចង់ឲ្យសម្លេងរបស់ពួកយើងលឺឲ្យបានឆ្ងាយលឺឲ្យបានច្រើនដល់បងម្ចាស់អាជីវកម្មទាំងឡាយដែលគាត់មិនទាន់បានស្គាល់មិនទាន់បានប្រើប្រាស់ផលិតផលតែមិនប៉ះពាល់បរិស្ថានជាផលិតផលខ្មែរដែលធ្វើដោយដៃហើយផលិតបានយ៉ាងច្រើនហូរហែតើបងប្អូននៅចាំឲ្យទៀតតម្លាក់លេខបូកទីតាំងមកដាក់ការកំងពួកយើងផ្ញើជូនចុងក្រោយពួកយើងអរគុណច្រើនជូនពរសំណាងល្អសួស្តីឆ្នាំថ្មី